ក្នុង content filter security your content filter ចឹងទី1គឺយើងសិក្សាទៅលើ content filter នៅកន្លែងនេះគឺការកំណត់ rule មានថាយើងអាចបិទ rule បិទ rule បិទអីក៏បានដែរនៅក្នុងនេះមានតែចង់បិទចង់ block ចឹងទី1ចុចទៅលើ new rule ចឹងកន្លែងនេះគឺឈ្មោះ condition របស់យើងចង់ដាក់ឈ្មោះអីក៏បានដែរយើងដាក់ថា block អានេះមកនៅស្លេច content កន្លែង content rule របស់យើងថា if the from header content ចឹងមិននិយាយថានេះក្បាលខាងលើឧទាហរណ៍ថាគេ send mail មកយើងនៅក្បាលខាងលើដែលមានឈ្មោះយ៉ាងម៉េចឧទាហរណ៍ថាខ្ញុំ tick លើវាមួយចឹងខាងក្រោមវាមានតែបើខ្ញុំដោះ tick វិញខាងក្រោមនេះអត់មានទេចឹងឡើយនេះឧទាហរណ៍ថាខ្ញុំសេពាក្យថា search add ចឹងឲ្យ content ដែលគេ send មកយើងដូចយ៉ាង like content ដំបូងគេនោះឲ្យតែមានពាក្យថា search គេពេលនោះវា block ចោលវាអត់ឲ្យមានទេឧទាហរណ៍ដូចជាពាក្យថានិយាយខ្ញុំពាក្យមិនសមរម្យពាក្យអសុរោះពាក្យមិនសមរម្យវាត្រូវបាន block ចោលដូចជា stupid ពាក្យឈួតចឹងអីវាត្រូវក៏បានលុបចោលដូចគ្នាដែរមានថាវា block ចឹងពេលវាចូលមកយ៉ាងម៉េចឲ្យវាយ៉ាងម៉េចពេលចូលមកហើយឲ្យវាលុប message នឹងចោលឬក៏ strip បានថាផ្អាប់ទុកឬក៏យ៉ាងកុំឲ្យវាដើរហ្មងអានេះតែបាននេះ move បានថាយើង move ទៅកាន់កន្លែង bad message ទុកវាទៅក្នុងកន្លែង shoe កន្លែង bad message នេះមកទុកអត់ឲ្យចេញទេរក message ដែលមានបញ្ហាហ្នឹងឬក៏វា skip ចោលម្ដងឬក៏វា stop ឧទាហរណ៍ delete គ្លីកមកគឺវា delete តែម្ដងបាទយើងពេលយើងចង់កែ rule ហ្នឹងយើងចុចលើ edit មកយើងកែចង់កែធម្មតាក៏បានដែរតែចិត្តយើងចង់កែក្រោយមកទៀតបើយើងចង់ copy អាហ្នឹងឬក៏យើងលុបសាច់ជើងចិត្ត